US 5ជាន់ដែលគណៈថាចាប់ជាសំណុំហើយស្រេចនឹងតែម្ដងបងប្អូនខ្ញុំនឹងបើកបង្ហាញបងប្អូនសម្រាប់ឈុតនេះជាទូទៅ1ម៉ោងគឺបាន12ទៅ15លីត្រណាប៉ុន្តែជាស្ដែងគឺបានខ្លាំងមែនតើបងប្អូនអ្វីដែលសំខាន់ទឹកដែលចេញមកគឺសុខភាពនៅក្នុងការញ៉ាំទទួលទានបងអាចយកទៅផ្គត់ផ្គង់បុគ្គលិកច្រើនជាពិសេសបងតាមសាលារៀនមន្ទីរពេទ្យណាឬក៏តាមអង្គការដែលគាត់ចង់ donate អីផ្សេងៗបងសប្បុរសធម៌ណាចាដែលគាត់ចង់ធ្វើការបរិច្ចាគឬក៏ទិញជាផ្ដល់ជាជំនួយអីផ្សេងៗចាបងអាចថៃទុកនេះបាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube វីដេអូនេះចង់មកបង្ហាញម៉ាស៊ីនចម្រោះទឹកញ៉ាំសម្រាប់បុគ្គលិកច្រើនដែលអាចផ្គត់ផ្គង់បានរហូតដល់30ទៅ50នាក់ហើយសម្រាប់ប្រភេទនេះអានេះគឺអត់ប្រើភ្លើងទេអញ្ចឹងគឺត្រូវមែនតើសម្រាប់បងប្អូនដែលគាត់ត្រូវការឈុតមួយដែលលក្ខណៈថាអត់ចង់ចំណាយលើថ្លៃភ្លើងបន្ថែមបន្ទាប់ពីតម្លើងម៉ាស៊ីនចម្រោះហើយណានេះគឺជា US 5ជាន់ដែលលក្ខណៈថាចាប់ជាសំណុំហើយស្រេចនឹងតែម្ដងបងប្អូនហើយលើសពីធម្មតាបងប្អូនឈុតនេះគឺយើងមានការ upgrade ជាមួយនឹងធុងស្តុកក៏ដូចជាធុងសម្ពាធដែលធុងស្តុកនោះគឺបងប្អូនអាចជ្រើសរើសបានប៉ុន្តែជា recommend បងអាចដាក់ត្រឹម 12.7 លីត្រឬក៏លើហ្នឹងក៏បានដែរវាអាស្រ័យទាំងលក្ខណៈថាបុគ្គលិកបងប្អូនតិចឬក៏ច្រើនណាហើយសម្រាប់ឈុតនេះផងដែរចម្រោះរបស់វាគឺមានរហូតដល់5ជាន់5ដំណាក់កាលច្រោះដែលមានការច្រោះជារួមហ្នឹងកកដីកំតិចកំទីក្លិនចាពពួកក្លមេរោគបាក់តេរីដែលមាននៅក្នុងទឹកអីចឹងទៅចាហើយសម្រាប់បងប្អូនដែលគាត់នៅតាមបណ្ដារោងចក្រសហគ្រាសមន្ទីរពេទ្យសាលារៀនដែលកំពុងតែជួបបញ្ហាការចំណាយច្រើនទៅលើការផ្លាស់ប្ដូរទឹកនិយាយបានថាមួយខែបងប្អូនចំណាយរហូតដល់30-50ម៉ឺនអីចឹងណាបងប្អូនចាដែលធ្វើឲ្យលក្ខណៈថាការចំណាយហ្នឹងគឺវាខ្ពស់ជាប្រចាំប៉ុន្តែបើសិនជាមានចម្រោះទឹកបងប្អូនដឹងមកនិយាយតម្លៃរបស់វាគឺធូរថ្លៃមែនតើឈុតនេះតម្លៃរបស់វាតែ$150ទេតែឈុតដាច់ទេបងប្អូនតែបើធុងស្តុកដូចខ្ញុំជម្រាបខាងដើមវីដេអូអញ្ចឹងបងប្អូនអាចជ្រើសរើសបានទៅតាម capacity ដែលវាអាចមានសមត្ថភាពស្តុកបានបងប្អូនចាអញ្ចឹងតកតងនឹងឈុតនេះជាទូទៅខាងក្រៅរបស់វានេះមាន3ដែលប្រវែងបំពង់ហ្នឹងគឺជាប្រភេទ20អ៊ីងគឺ7ទឹកវារៀងវែងធំណាព្រោះសមត្ថភាពផលិតរបស់ទឹករបស់វាក៏មិនធម្មតានេះគឺវាច្រើនដែរទីទៀតខ្ញុំនឹងបើកបង្ហាញជូនបងប្អូនតម្រងទី1នេះគឺយើងប្រើនៅពពួកសាលី micro filter ដែលមានតួនាទីចាប់នៅពពួកបាតិកកកដីកំតិចកំទីដែលមាននៅក្នុងទឹកជាទូទៅ1ខែទៅ3ខែបានយើងដូរម្ដងចូលដល់ទី2តម្រង CTO កាបូនប្លុកចាប់នៅពពួកក្លិនក្លដែលមាននៅក្នុងទឹកបងប្អូននឹងស្រាប់អីមុននេះខ្ញុំបានបញ្ជាក់ថាឈុតនេះគឺប្រើសម្រាប់តែទឹករត់ទេទឹកម្ដងខ្ញុំអត់ recommend ណាបងប្អូនចាអញ្ចឹងវាត្រូវការដកនៅពពួកក្លិនក្លដែលមាននៅក្នុងទឹកចាហើយជាទូទៅ6ទៅ8ខែយើងដូរម្ដងអីចឹងទៅចាហើយទី3នេះគឺយើងប្រើនៅតម្រង resin ចាតួនាទីគឺចាប់នៅពពួកហាត់នៃកបោពពួកកាល់ស្យូមម៉ាញ៉េស្យូមដែលមាននៅក្នុងទឹកបងប្អូនដូចគ្នានឹងតម្រងទី2 6ទៅ8ខែបានដូរម្ដងតម្លៃរបស់វាទៅ10រៀលទេតម្រងទី2ទី3បាទត្រឡប់មកទី1វិញតម្លៃរបស់វា3រៀលកន្លះហើយបានចូលដល់ទី4គឺយើងជ្រើសរើសប្រើក៏យើងចាប់តម្លើងយើងប្រើតម្រង US Ultra Filtration ពាក្យពេញរបស់វារំច្រោះរបស់វា 0.01 មីក្រូនដែលមានតួនាទីដកច្រោះបានល្អមែនតើនៅកកកំតិចកំទីដែលនៅសេសសល់មួយទៀតសំខាន់ណាវាដកទាំងមេរោគបាក់តេរីដែលមាននៅក្នុងទឹកទៀតហើយការដូររបស់វាគឺមានរយៈពេលយូរមួយឆ្នាំបានដូរម្ដងបងប្អូនតម្លៃក្នុងមួយដើមតែ$15ទេហើយបន្ទាប់ចុងក្រោយចានេះគឺចុងក្រោយអត់មានបន្ទាប់ទៀតទេបងប្អូនគឺតម្រងផកកាបូន K33 ដែលមានតួនាទីចាប់ចុងក្រោយនៅពពួកក្លិននិងជួយចាប់រសជាតិទឹកឲ្យឆ្ងាញ់ចា6ទៅ8ខែដូរម្ដងតម្លៃតម្រងបងប្អូនអាចជ្រើសរើសបានយើងមានតម្លៃធូរថ្លៃសមរម្យ$6 $7 $10អីចឹងទៅចាចំណែកផ្លូវទឹកវិញបងប្អូនអានេះគឺជាកម្លាំងរបស់ទឹកដែលចេញមកដែលយើងដាក់ជាមួយនឹងធុងសម្ពាធណាបងប្អូនចាគឺអាចនិយាយបានថាគឺវាលើសពី15បងប្អូនតែយើងនិយាយជាមធ្យមទេគឺ15លីត្រក្នុងម៉ោងដែលបងប្អូនអាចយកទៅផ្គត់ផ្គង់បានរហូតដល់គ្នា20-30នាក់ចាបងខែបានខ្លាំងមែនតើគឺធំជាងដូច10ដងដូចខ្ញុំបញ្ជាក់ចឹងបងប្អូនចាការចំណាយគឺអត់លេងសើចទេសម័យឥឡូវហើយបើសិនជាបងប្អូនដែលគាត់ត្រូវការតាម៉ាស៊ីនអត់យកធុងស្តុកក៏បានដែរបងថាចង់ដាក់នៅធុងប្រភេទ PE ជ័របបងឬក៏ប្រភេទ inox ចាបងអាចយកតាម៉ាស៊ីននេះក៏បានដែរតម្លៃខ្ញុំបានបញ្ជាក់ខាងដើមវីដេអូតែ150ទេបងយកទៅគឺមានសំណុំទូនេះតួម៉ាស៊ីនមានតម្រងខាងក្នុងហើយស្រេចអញ្ចឹងតែធុងស្តុកគឺខ្ញុំគិតតម្លៃផ្សេងចាអញ្ចឹងពេលដែលយើងបិទធុងស្តុកនេះមកទឹកនេះគឺវាអត់ឆ្លងកាត់អាធុងស្តុកធុងសម្ពាធនឹងទេចានេះផ្លូវទឹកគឺវានៅតែខ្លាំងដដែលចាតម្លៃបេះខ្លាំងមែនទេល្អមែនទេណាបងប្អូនចាអ្វីដែលសំខាន់ទឹកដែលចេញមកគឺសុខភាពនៅក្នុងការញ៉ាំទទួលទានពុកម៉ែបងប្អូនដែលគាត់មានចង្អល់តាក់ទងនឹងចាចំណុចណាមួយឬក៏កន្លែងបញ្ហាណាមួយបងប្អូនអាច comment សួរបានហើយជាចុងក្រោយសូមឲ្យបងប្អូនជួយ Subscribe Channel YouTube នេះមួយផងដើម្បីទទួលបានព័ត៌មានថ្មីៗតាក់ទងនឹងចាចម្រោះទឹកការច្រោះទឹកបច្ចេកទេសនៃការច្រោះទឹកចាអរគុណច្រើនបាយបាយជម្រាបលា